ការស្ងោរជីឆាយដំបូងឡើយយើងដាក់ដាំទឹកបន្ទាប់មកយើងបង់គ្រឿងតាមនឹងទៅខ្នុរជីឆាយផ្សិតមូលរ៉ូឌីផ្សិតម្ជុលធំខ្ទឹមសសាច់ជ្រូកឆ្អឹងជំនីនិងតៅហ៊ូបង្គាយឺតមកយើងដាំទឹកឲ្យពុះហើយយើងចាប់ដើមដាក់ឆ្អឹងជំនីចូលបន្ទាប់ពីឆ្អឹងជំនីដាក់រួចមកយើងដាក់ផ្សិតមូលចូលនៅពេលដែលវាបានយូរបន្តិចទើបយើងដាក់ផ្សិតម្ជុលធំចូលដែរតោះមកយើងដាក់តៅហ៊ូចូលសម្រាប់បន្លែបើបងប្អូនចូលចិត្តផ្កាកញ្ឆាយបន្ថែមទៀតបងប្អូនអាចដាក់បានបន្ទាប់ពីពុះឆ្អិនរួចមកទើបយើងដាក់ជីឆាយចូលជាការស្រេចបន្ទាប់ពីដាក់ជីឆាយរួចយើងអាចភ្លក់មើលបន្តិចបើស្ទើរគ្រឿងយើងអាចថែមទឹកត្រីបន្តិចជាការស្រេចកាន់តែឈ្ងុយយើងកុំភ្លេចថែមស្លឹកខ្ទឹមបាទសូមអរគុណដែលតាមដានពីដើមដល់ចប់